បងប្រុសម្នាក់គាត់ខមមិនខ្ញុំថាឲ្យចេញមុខមហូបមួយមុខគឺសម្រាប់ក្លែមហើយមានបន្លែខ្លះគ្រឿងតិចតិចងាយស្រួលធ្វើដូច្នេះថ្ងៃនេះខ្ញុំជ្រើសរើសមហូបមួយមុខគឺមាន់ញោមកញ្ឆែតទឹកត្រីជូរអែមជាដំបូងនាងខ្ញុំដាក់ស្ងោរមាន់ចោលសិនចាប៉ុន្តែទឹកស្ងោរមាន់ខ្ញុំបង់គល់លើគ្រៃរមៀតដំបន្តិចហើយនៅស្លឹកក្រូចសើចបន្តិចដើម្បីឲ្យពណ៌មាន់យើងកាន់តែស្អាតណាបងប្អូនចាដាក់ស្ងោរមាន់ចោលយើងងាកមកធ្វើទឹកត្រីដើម្បីទុកញោមសម្រាប់គ្រឿងផ្សំគឺទឹកត្រី3ស្ព្រាបងប្អូនបានទឹកត្រីរងាស់ទេកាន់តែឆ្ងាញ់ប៊ីចេងកន្លះស្ព្រាម្សៅស៊ុបកន្លះស្ព្រាស្ករប្រហែលជា2ស្ព្រាបាយបងប្អូនណាចាយើងកូរវាឲ្យរលាយចូលគ្នាសិនបងប្អូនចាចាំច្បាច់ក្រូចឆ្មាបញ្ចូលបងប្អូនចូលចិត្តប្រៃជូរហឹរដូចនាងខ្ញុំដាក់វារៀងក្រាស់ក្រាស់ដិតតិចមកបងប្អូនអើយចាកូរជាមួយក្រូចឆ្មាឲ្យសព្វមកបន្ថែមជាមួយម្ទេសហាន់និយាយទៅមាន់ញោមកញ្ឆែតជូរអែមបងប្អូនគឺងាយស្រួលធ្វើណាស់តែឆ្ងាញ់ណាបងប្អូនធានាថាគាត់ក្លែមតលិតចានឥឡូវមាន់យើងបានឆ្អិនហើយបងប្អូនចាយើងលើកវាមកទុកឲ្យត្រជាក់បន្តិចយើងបេះវាជាបន្ទះតូចធំស្រេចតែបងប្អូនចូលចិត្តមកមុខនេះបងប្អូនចាគឺងាយស្រួលហើយវាអត់ញ៉ៃច្រើនទេពិសេសទឹកត្រីញោមតែម្ដងបងប្អូនគាត់នៅលាយដូចនាងខ្ញុំមកសាមញ្ញទេបងប្អូនណាប៉ុន្តែជាតិនោះជាតិតែម្ដងគ្រឿងញោមបែបនេះអត់តលាន់ទេនេះថាលោកប្តីបងប្អូនគឺក្លែមអស់ពីចានចាឥឡូវយើងមកស្រុកកញ្ឆែតដាំទឹកពុះហើយយើងបន្ថែមប្រេងឆាបន្តិចបងប្អូនចាត្រឡប់ចុះត្រឡប់ឡើងមើលតែកញ្ឆែតនឹងសប់ល្អហើយបងប្អូនលើកចេញមកបងប្អូនណាប្រយ័ត្នអាលួយអត់ឆ្ងាញ់ទេបងប្អូនមានតកបងប្អូនចាប់កញ្ឆែតនឹងដាក់ក្នុងតកសិនទុកឲ្យត្រជាក់សិនចាំញោមអានឹងស្រួយល្អហើយបន្លែយើងមើលទៅពណ៌ស្រស់ទៀតតែនេះខ្ញុំភ្លេចរឿងតកនឹងបងប្អូនអើយតោះចាប់ដើមញោមតែហ្មងទៅជាដំបូងយើងដាក់មាន់ដែលបេះហើយរួចហើយបន្ថែមជាមួយនឹងខ្ទឹមសដែលហាន់ចំណិតនិងខ្ទឹមក្រហមហាន់ចំណិតបន្ថែមជាមួយនឹងគល់លើក្រៃដែលហាន់ហើយមិនបុកទេបងប្អូនអ្វីដែលចោលមិនបានខ្ទឹមក្រហមមកធំបងប្អូនអត់មានខ្ទឹមក្រហមធំទេបងប្អូនប្រើខ្ទឹមបារាំងទូឯងគឺកញ្ឆែតនឹងហើយអត់កញ្ឆែតអត់បានទេអញ្ចឹងមិនគេហៅមាន់ញោមកញ្ឆែតជូរអែមបងប្អូនចាប់ដើមច្បល់ថ្នមហើយចាំបងប្អូនចាក់ទឹកត្រីចូលបងប្អូនអើយគ្រាន់តែចាក់ទឹកត្រីចូលនាងខ្ញុំឈ្ងុយចង់ច្រមុះបាត់ហើយបងប្អូនបើទឹកត្រីរងាស់ខ្លួនឯងស្អុយទៀតលេខ1ញោមកញ្ឆែតជូរអែមនេះបងប្អូនច្បល់ឲ្យសពសាច់សពគ្រឿងសពបន្លែបងប្អូនចាថ្នមមកជាការស្រេចបងប្អូនអើយមកមុខនេះធ្វើឲ្យលោកប្តីញ៉ាំធានាថាគាត់នឹងស្រែកថាវ៉ាវប្រពន្ធគាត់ប៉ាកែធ្វើម៉េចចុងក្រោយបងប្អូនបន្ថែមជាមួយនឹងសណ្តែកដី 50% ច្បល់ជាមួយថ្នមទៀតបងប្អូនណាទុក 50% ទៀតរួយពីលើចាឥឡូវយើងរួចរាល់ហើយមាន់ញោមកញ្ឆែតជូរអែមបងប្អូនអើយខ្ញុំនិយាយមែនដឹងមាន់ញោមកញ្ឆែតជូរអែមនេះខ្ញុំមានអារម្មណ៍ថាឆ្ងាញ់អីជាងគេគឺវាខ្វះទឹកត្រីអត់បានទេដូចខ្ញុំនិយាយដែរអញ្ចឹងអាទឹកត្រីរងាស់ខ្លួនឯងស្អុយហ្នឹងអូជាតិខ្លាំងមាន់ញោមកញ្ឆែតជូរអែមគឺរួចរាល់ហើយបងប្អូនចាអញ្ជើញផ្សារបាយជាមួយនឹងខ្ញុំហើយនឹងខ្ញុំក៏មិនភ្លេចញ៉ាំជាមួយនឹងវីតាមីន CSM ដើម្បីការពារធាត់និងសម្រកគីឡូលឿនបងប្អូនខ្លះក៏ឆ្ងល់នេះខ្ញុំថានេះខ្ញុំញ៉ាំច្រើនណាស់តែអត់ឃើញឡើងគីឡូសោះមិនមែនទេនេះខ្ញុំពីមុនគឺ87គីឡូទៅតែស្រកដែរទេព្រោះខ្ញុំញ៉ាំវីតាមីន CSM ជាទៀងទាត់ហើយញ៉ាំកាហ្វេកាប៊ូជាមួយចំហួយអញ្ចឹងទៅកាកសំងល់ជាតិពុលក្នុងពោះខ្ញុំគឺអត់មានទេអញ្ចឹងជាតិខ្លាញ់លើសស្ករលើសក៏ខ្ញុំអត់មានដែរជាចុងក្រោយបងប្អូនកុំភ្លេចធ្វើឲ្យលោកប្តីញ៉ាំណាបងប្អូនមកមុខនេះតានីថាគាត់ទៅសើមិនដាច់ពីមាត់ទេញ៉ាំជាមួយត្រជាក់ក៏ត្រូវញ៉ាំជាមួយបាយក៏ត្រូវហើយមិនថាតែលោកប្តីបងប្អូនសូម្បីតែកូនប្រុសនាងខ្ញុំអ្នកម្ដាយក្មេកនាងខ្ញុំចាអូយគាត់ថាគាត់ញ៉ាំជាមួយទឹកហ្នឹងវាធំទឹកត្រីតិចហ្នឹងក៏គាត់ឆ្ងាញ់បាយដែរចាវីដេអូនេះខ្ញុំក៏ត្រូវបានបញ្ចប់អរគុណបងប្អូនសម្រាប់ទស្សនាវីដេអូនេះខ្ញុំតាំងពីដើមរហូតដល់ចប់ជូនពរបងប្អូនមានសុខភាពល្អរកទទួលទានមានបានគ្រប់ក្រុមគ្រួសារជម្រាបលាបាយជួបគ្នានៅវីដេអូក្រោយ